នេះណាដើម្បីជួយប្រជាប្រដ្ឋយើងអញ្ចឹងត្រឡប់វិញដូចបងប្អូនមកចូលរួមញ៉ាទោះថាចង់បានអីណាចង់បានតែប៉ុណ្ណឹងឲ្យមានការចម្រើនចង់បានប្រទេសយើងមានសន្តិភាពស្រួលយកវាយទៅណាជាការចូលរួមអញ្ចឹងឥឡូវនេះប្រជាប្រដ្ឋយល់កាន់ច្បាស់ចូលរួមកាន់តែច្រើនទៅណាយើងហើយគាត់ថាដូចត្រឡប់វិញថាខ្ញុំមកនេះចូលរួមមួយបងប្អូនអូននេះដែរណាដើម្បីធ្វើយ៉ាងណាជំរុញបន្ថែមនៅនីវារបស់យើងឲ្យដល់គោលដៅការខ្វះខាតណាអ្វីមួយចំនួនការអន់ចិត្តគ្នាបន្តិចបន្តួចឬក៏ការមិនខ្វាយទំនើបជាចំណុចណាមួយក្នុងនាមគ្រួសារណាក្នុងនាមគ្រួសារវាតែងតែមានការបច្ចេកគ្នាឬក៏ការគិតខុសគ្នាឯងប៉ុន្តែការគិតរបស់យើងមិនមែនការគិតធ្វើឲ្យក្រុមសង្គមគ្រួសាររបស់យើងមានបញ្ហាទេគឺតែធ្វើការបច្ចេកគ្នាការគិតខុសគ្នាគឺធ្វើយ៉ាងណាដើម្បីឲ្យមានការអភិវឌ្ឍហើយជឿនលឿននៅក្នុងមូលដ្ឋានរបស់យើងនោះហើយគឺជាសម្ដេចរបស់អ្នកប្រជាធិបតេយ្យណាអញ្ចឹងអ្វីដែលយើងមានការជជែកគ្នាមានការមិនសប្បាយចិត្តបន្តិចបន្តួចយើងអាចយកមកជជែកដល់នៅតុយើងរកហេតុផលដើម្បីធ្វើយ៉ាងណាកែតម្រូវកែតម្រង់អ្វីដែលយើងបានមិនបានធ្វើណាឲ្យបានប្រសើរឡើងវិញអ្វីមិនបានធ្វើយើងនឹងធ្វើឡើងវិញអ្វីយើងមិនទាន់ធ្វើយើងចាប់ដើមមកនឹងធ្វើតទៅទៀតអ្វីមិនទាន់ល្អឲ្យធ្វើកាន់តែល្អឡើងទៅទៀតចឹងហើយដោយថាយើងខ្ញុំមកមិនមែនជាចបាយមិនមែនជាតកាយគណៈបកឯងជាយុទ្ធមិត្តដូចគ្នាគ្រាន់តែក្នុងនាមស្នាក់នាំបានពំនាំយកយុទ្ធសាស្ត្រយកវិធីសាស្ត្រណាយកផែនការរបស់ថ្នាក់ជាតិមកដាក់លើតុហើយជំនុំគ្នាឲ្យយើងអនុវត្តទៅតាមយុទ្ធវិធីយុទ្ធសាស្ត្រផែនការរបស់គណៈបកនៅមូលដ្ឋានគ្រាន់តែជួយចង្អុលជួយបង្ហាញណាផ្លូវឲ្យជួយយ៉ាងណាឲ្យយើងចូលរួមទាំងអស់គ្នាយើងបាននឹងទទួលបាននៃការជោគជ័យអញ្ចឹងបងប្អូនទាំងអស់គ្នាដូចមើលតាទោះបីថាទាំងនាំបកកែប៉ុណ្ណាក៏ដោយមិនអាចធ្វើឲ្យយើងទទួលបានជោគជ័យបានទេណាដូចបងប្អូនមើលកាឌីមេកាឌីមួយមិនអាចធ្វើដំបូងបានទេមិនអាចពំដីធ្វើដំបូងបានទេបងប្អូនមែនទេមេកាឌីគ្រាន់តែគូកងថានឹងពូនដំបូងនៅកន្លែងណាណាគូវាទៅថាពូនដំបូងនៅកន្លែងណាអញ្ចឹងយើងមានកូនកាឌីទូយ៉ាងច្រើនទៀតពំដីតិចខ្លាយទៅជាដំបូងដ៏ធំមួយក្នុងរយៈពេលមួយដែលយើងគិតបណ្ដោះឃើញទេនឹងហើយជាការចូលរួមបើសិនមានតែមេកាឌីហ្នឹងទៅធ្វើដំបូងបានទេធ្វើដំបូងបានទេយើងថ្ងៃនេះដូចគ្នាណាថ្ងៃដូចគ្នាមិនខ្ញុំចេះគិតអៀអនុប្រធានគណៈបកបកកែមកធ្វើឲ្យកពតឈ្នះទេណាមិនអាចធ្វើឲ្យប្រជាប្រដ្ឋគ្រប់ត្រូវគ្រប់ទឹកក្នុងដីទេគឺមានបងប្អូនតាយើងទាំងអស់ដែលមានវត្តមានទីនេះនេះដែលជាតំណាងឲ្យពលរដ្ឋនៅមូលដ្ឋានដែលយើងបានបម្រើពលរដ្ឋយើងមូលដ្ឋានកន្លងមកយើងឃើញតែយើងជាបាច់ឆ្នោតដែលយើងជាប់ក្រុមប្រឹក្សាឃុំមួយបានបងមកត្រឹមយើង14អសនៈណាជាមោទនភាពណាមិនមែនជាលទ្ធផលមួយដែលបានមកដោយឯងទេឃើញទីថាគ្មានប្រអត់ប្រព្រំណាជួយយើងបានកែខ្លួនយើងទេមែនទេអញ្ចឹងលទ្ធផលនេះគឺជាលទ្ធផលពុតប្រកបចេញពីឆន្ទៈរបស់បងប្អូននិងប្រជាប្រដ្ឋយើងដែលស្វកជប់ធូរទៅមូលក្រោយមកចឹងហើយបានជាគាត់តបត្រូវយើងដោយសារតែបងប្អូនទាំងអស់ដែលមានវត្តមានទីនេះក្តីមិនបានមកក្តីសកម្មជនយើងដែលមានបំផនចូលរួមទីនេះក្តីយើងបានបម្រើគាត់ហើយគាត់គិតថាសកម្មភាពរបស់យើងអិយាបថរបស់យើងកាយវិការរបស់យើងគោលដៅរបស់យើងដោយគោលដៅរបស់គាត់គាត់មិនស្រឡាញ់បំផនទេណាគាត់មិនស្រឡាញ់ចេញពីអៀងទេណាគាត់ស្រឡាញ់គោលដៅបានជាគាត់គិតថាយើងបម្រើគាត់ពិតប្រាកដហើយគាត់បោះចោលឲ្យយើងជាតំណាងមែនទេតែបើសិនជាយើងដើរខុសរងហ្នឹងផុតវាដបោហ្នឹងវាអត់ចូលគោលដៅរបស់គាត់អត់ចូលរួមvớiយើងទេគាត់អត់បោះឆ្នោតយើងមែនទេហ្នឹងហើយពីព្រោះយើងដើរខុសពីគំនិតរបស់គាត់អញ្ចឹងការចូលរួមរបស់យើងជាមួយប្រជាប្រដ្ឋដោយសារតែលោកមើលឃើញចឹងលោកឃើញថាចំហយើងគោលដៅយើងអិរិយាបថរបស់យើងគឺអិរិយាបថមួយបម្រើជាតិស្របទៅតាមគោលដៅរបស់គាត់អិរិយាបថមួយបម្រើពលរដ្ឋនៅមូលដ្ឋានមិនប្រព្រឹត្តអំពើពុករលួយណាមិនប្រព្រឹត្តអំពើពុករលួយមិនបង្កើតបញ្ហាទៅដល់អ្នកមូលដ្ឋានណាមិនធ្វើបាបប្រជាពលរដ្ឋដែលយើងពេលដែលយើងបានទូនីតិជាក្រុមប្រឹក្សាគុំកាត់ណាអញ្ចឹងហើយតែគាត់បានគាត់ត្រូវយកតែនឹងឯងអញ្ចឹង
ការចូលរួមទាំងអស់ណាគឺជាមន្តរភាពណាស់អញ្ចឹងយើងដែលជាប់ជាង10ឃុំជាង10ស្នានៅក្នុងស្រុកនេះក៏ជាដំណើរមូលដ្ឋានជាអ្នកដំណើរវាមូលដ្ឋានគឺពួកប្រជារដ្ឋបាត់ឆ្នោតឲ្យមិនមែនខ្ញុំតែងតាំងទេមិនខ្ញុំតែងតាំងមិនលោកឯកឧត្តមទាវបណ្ណប្រធានគណៈបកតែងតាំងគាត់ទេប្រជាពលរដ្ឋគាត់យើងគាត់ជាអ្នកតំណាងឲ្យគណៈបកហើយប្រជាពលរដ្ឋលោកបោះឆ្នោតឲ្យដើម្បីឲ្យយើងបម្រើគាត់នៅមូលដ្ឋានមានទេបងប្អូនបាទលោកជាមុតនភាពណាស់សម្រាប់ឃុំរបស់យើងទោះបីជាពីមុននេះយើងអត់មានទេតែទេទេតែសុខយើងមានណាយើងសូនយើងឃុំក៏យើងគ្មានស្រុកក៏យើងអត់មានខេត្តក៏យើងអត់មានអ្នកតំណាងរាស្ត្រក៏យើងអត់មានព្រឹទ្ធសភាក៏យើងអត់មានសូនឥឡូវយើងមានមួយយើងមានឃុំឃើញទេយើងមានតំណាងឃុំយើងមានដែលពលរដ្ឋបោះឆ្នោតគឺអ្នកតំណាងរាស្ត្រនៅមួយខាង23នេះខែកក្កដានេះយើងបោះឆ្នោតអ្នកតំណាងរាស្ត្រនេះឃើញទេអញ្ចឹងប្រកបណាយើងនឹងមានអធិការក្នុងសភាអត់តែតិចច្រើនអញ្ចឹងប្រកបណាអញ្ចឹងយើងមានអ្នកតំណាងរាស្ត្រសហជាតិទៀតដែរយើងមានអ្នកតំណាងរាស្ត្រមូលដ្ឋានហើយយើងមានអ្នកតំណាងរាស្ត្រសហជាតិបោះឆ្នោត23ហើយចូល24ណា24មានការបោះឆ្នោត2ទៀតបោះឆ្នោតជារឿងតំណាងព្រឹទ្ធសភាដោយក្រុមប្រឹក្សាគុំសង្កាត់យើង14នាក់ហើយណាជាគេហៅថាបោះឆ្នោតអសកលពីព្រោះមិនអាចឲ្យជីវិតបោះឆ្នោតបន្តទៀតទេគឺឲ្យតំណាងដែលយើងបោះឆ្នោតនៅមូលដ្ឋានហ្នឹងបោះឆ្នោតទៅរើសសមាជិកព្រឹទ្ធសភាណាគេហៅថាសភាជាន់ខ្ពស់ណានឹងគេហៅថាសភាជាន់ខ្ពស់អញ្ចឹង24យើងមានសមាជិកព្រឹទ្ធសភានេះណាយើងកូតារបស់យើងមកត្រូវបាន9អក្សរទូទាំងប្រទេសណាយើងមានព្រឹទ្ធសភានេះណាបន្ទាប់ប្រហែលខែមកទៀតយើងបោះឆ្នោតទៀតបោះឆ្នោតភាសាទៀតជឿរឿងណាគេហៅថាសហក្រមជាតិគឺក្រុមភាសាស្រុកហើយនឹងក្រុមខេត្តឃើញទេអញ្ចឹងយើងមានដល់2024ពីឥឡូវនេះទៅយើងមានអីយើងមានឃុំក្រុមភាសាឃុំតំណាងរាស្ត្រមូលដ្ឋាន2024យើងមានតំណាងរាស្ត្រសក្តាណាសហក្រមជាតិតំណាងរាស្ត្រស្រុកណានៅស្រុករបស់យើងក្រុងហើយយើងមានខេត្តចឹងតែបញ្ហាខេត្តនេះមើលមកកហើយថ្ងៃក្រោយទៅត្រូវមិនបាច់រត់ត្រូវគាត់ជួយណាបើសិនមានបញ្ហាអញ្ចឹងយើងមានតំណាងរាស្ត្រខេត្តនេះដែរណាមានតំណាងរាស្ត្រខេត្តហើយយើងមានអ្នកតំណាងរាស្ត្រជាតិយើងមានតំណាងរាស្ត្រយើងមានតំណាងអរិយសមាជិកព្រឹទ្ធសភាន័យថាសភាជាន់ខ្ពស់យើងមានសភាជាន់ខ្ពស់យើងមានសភាជាន់ទៀតណាយើងមានស្រាប់ត្រង់ស្រុកខេត្តហើយឃុំពេលនោះហើយដែលយើងអាចជួយប្រជាពលរដ្ឋយើងបានឃើញទេណាហ្នឹងយើងលេងនឹងងាយមែនទេយើងមានគ្រប់ស្ថាប័នឥឡូវយើងសោតពីមុនមកយើងសោតទេមែនទេហើយយើងទទួលបានជាង10អក្សរនេះគឺជាមោទនភាពណាស់សម្រាប់បងប្អូនយើងសូមឲ្យគោរពសូមឲ្យកោតសរសើរអញ្ចឹងដើម្បីឲ្យយើងទទួលបានដែលជោគជ័យនៅខែ23តែយើងគួរធ្វើអីទៀតឥឡូវនេះគ្រប់ខេត្តក្រុងអស់ដូចជាខេត្តព្រៃវែងខេត្តនៅព្រំពេញអីដាក់ចូលរួមជាមួយទៅគ្នាច្រើនណាស់ចង់មានការផ្លាស់ប្ដូរមួយជីវិតជំនាញណានេះថ្ងៃអនាគតនៅពេលខាងមុខអញ្ចឹងដើម្បីអីដើម្បីឲ្យការចូលរួមរបស់ប្រជាពលរដ្ឋយើងដែលគាត់គ្រប់គ្រងនៅអេរយាប័តនៅគោលនយោបាយនៅចំហនយោបាយរបស់យើងដើម្បីជាតិនេះឲ្យមានប្រសិទ្ធភាពរួចត្រាទាំងអស់គ្នាចូលរួម